បាទសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំមកដល់ភ្នំកំពង់ត្រាចណាបងប្អូនបាទអញ្ចឹងបងប្អូនចាំចូលទៅមើលខាងក្នុងទាំងអស់គ្នាតើមានអីខ្លះបងប្អូនតែមកជុំវិញខ្លួនខ្ញុំនេះគឺស្រស់ស្អាតហ្មងបងប្អូនបាទណែបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំចូលមកដល់ឃើញលោកតាប្រកេះ8ណាបងប្អូនបាទអញ្ចឹងលោកតាស័ក្តិសិទ្ធិណាស់បងប្អូនបាទនេះគេមកបន់អញ្ចឹងទៅគេដាក់ដង្វាយគាត់ណាបងប្អូនបាទគាត់កែស័ក្តិសិទ្ធិណាស់បងប្អូនអញ្ចឹងបងប្អូនតោះទៅមើលខាងក្នុងបន្តទៀតជាមួយខ្ញុំណែបងប្អូនអរគ្នាឥឡូវខ្ញុំចូលមកដល់ខាងក្នុងនេះគឺអត់ក្តៅទេណាបងប្អូនបាទតែនៅក្នុងនេះសិតតែរូងតែម្ដងបាទបងប្អូននេះអញ្ចឹងបងប្អូននេះមើលហើយនេះបងប្អូនតែពេលបងប្អូនចូលមកដើរអោននេះណាបងប្អូនបាទព្រោះរឿងល្ងឹតដោយសារមានប្រឡោះតូចដែរមកចំហអញ្ចឹងណាបងប្អូនបាទនេះគឺជារូងភ្នំគឺមកដល់ខ្យល់ត្រជាក់តែម្ដងបងប្អូនអត់ហប់ទេបងប្អូនទៅមើលខាងក្នុងទៀតក្នុងនេះដែរគឺទឹកជារូងភ្នំអញ្ចឹងបងប្អូនចូលទៅតែមានភ្លើងពិលបងប្អូនបាទកន្លែងនេះគឺធ្វើជាស្ពានសម្រាប់បងប្អូនឆ្លងទៅវិញទៅមកឲ្យបានបើសិនជាមិនមានស្ពាននេះទេគឺដើរទៅគឺក្នុងទឹកតែម្ដងបាទណែបងប្អូនកន្លែងនេះដែរទីឋានទុកផ្សិតណាបងប្អូនបាទអញ្ចឹងទៅខាងក្នុងទៀតអញ្ចឹងមកខាងក្នុងវិញដែរគឺមានរោងភ្នំដូចគ្នាដែរបងប្អូនមានជារូបព្រះអង្គដែរបងប្អូនជារូបសំណាក់ព្រះអង្គដែរនេះកុំតែរឿងល្ងឹតបន្តិចឯងបងប្អូនបាទខាងក្នុងក៏ជារូងដែរបងប្អូនតែខ្ញុំអត់មានបានយកពិលអីមកទេអញ្ចឹងគឺថតទាំងល្ងឹតសកម្មភាពនេះបាទនេះគឺឋានទុកផ្សិតនេះគឺមកជុំវិញនេះគឺមូលឡណាបងប្អូនបាទធំមែនតើណែបងប្អូនតោះតាមដានខ្ញុំខាងមុខទៀតតรงនេះគឺជាកន្លែងលាងទំហំធំខាងក្នុងបាទអញ្ចឹងគឺខាងក្រោមនេះគឺមានទឹកបងប្អូនសិតតែទឹកតែម្ដងអញ្ចឹងហើយបានតាគាត់ធ្វើជីស្ពានសម្រាប់ឲ្យដើរបើកន្លែងនេះវិញគឺកន្លែងដំរីពេជ្របងប្អូនបាទមានកន្លែងបងប្អូនយើងមកដង្វាយដុតទៀនឬធូបគេដែរបងប្អូនបាទអញ្ចឹងពេលនេះគឺមានទឹកអញ្ចឹងទៅគឺมันអាចឃើញពន្លឺភ្លឺផ្លេកទេបងប្អូនបាទតលតែទឹកនេះស្ងួតបានមានពន្លឺចែងចាំងមកជាសមើលឃើញសអញ្ចឹងទៅរាងផ្លេកអញ្ចឹងពន្លឺពេជ្រនឹងចែងចាំងតើបងប្អូនតាមដានទៅមើលខាងមុខទៀតទៅនេះដែរជារោងបងប្អូនអាចដើរបានដែរបងប្អូននេះស្ទើរតែជារោងភ្នំតែម្ដងតែបងប្អូនពេលដើរយ៉ាងប្រយ័ត្នបន្តិចណាបងប្អូនបាទព្រោះអីបើសិនជាបងប្អូនណៃខ្ពស់អីគីឡូបុកនឹងថ្មណែបងប្អូនតោះទៅមើលខ្ញុំខាងមុខទៀតនេះគឺជារូបសំណាក់លោកយាយម៉ៅអញ្ចឹងនៅកន្លែងនេះគឺរោងមានសរុបសំណាក់ទាំងអស់ណាបងប្អូនណាហ្នឹងហើយបងប្អូនអរគ្នាឥឡូវមកមើលខាងមុខជាមួយខ្ញុំទៀតអញ្ចឹងកន្លែងនេះដែរគឺរូបសំណាក់លោកយាយទេពណាបងប្អូនណារូបសំណាក់លោកយាយទេពគឺស្រស់ស្អាតមែនទែនណាបងប្អូនណាហើយកន្លែងនេះដែរគឺមានរោងមើលទៅខាងលើគឺចែងចាំងពន្លឺមកនេះបងប្អូនគឺជាពន្លឺមកតែម្ដងខាងក្នុងនេះ
này bóng ổn cái này lấy một mờ to tiết chứng khăn nông đi đá cứ rất tay luôn nóng còn bàn tay đang là ngận từ bóng ổn rất tay vào lo ai bóng ổn nặng đa cho màu lên bán còn tay ngận trong phim tranh mà đó là khăn cài mà bị hai bóng ổn màนี่คือเทศเพียบข้างกลางในกระดาษก็เปียกเนี่ยแต่มาร้องมารูปอะไรนี่ได้คือกระดาษกับเปียกเนี่ยนะบางคนมาคือเองแต่มาร้องคือthốngมือtửให้กระปุกแมนเทนเนี่ยmiền là rụp sân nạp ống nơi cái này như đấy chẳng bóng ổn từ mưa hàng không dùng mùi xong mình to tiết này bóng ổn chi rụp bỏ ống lời bóng ổn to tất hàng một tiết chứng bóng ổn mà chung vinh xong nít sạch tay chỉ nụm tay mà đó mà bây giờ khăn cao nít cứ miền bóng ổn dương độ chỉ thì chẹp xây nhảy trắng là bóng ổn mà trắng mơ từ khang lơ nó cứ nụm sạch tay thăm mò tay mà đó mà cứ miền bóng ổn mai giờ mà lên thì trả nó bóng ổn mà ngày bóng phổ nó khía ca thua đầm na đều vô phần nhóm lời tin lý của bạn bảo tìm chọc đá chỉ trong cõi số mà cuốn bóng phổ để cho để bạn tu sna video nhóm tăng về đồng hồ chọc bye bye.